សួស្តីអ្នកខ្លាំងទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿងប្រហាអេតទេប្រដៅកាលទី2ភាគទី6ជាបន្តទៅទៀតអធិស្ឋានចំពោះការយឺតយ៉ាវដោយចាប់ផ្ដើមឡើងនៅក្នុងភាគនេះយេយូគេក៏បានមកជួបមនុស្សម្នាក់នៅក្នុងទីតាំងមួយដែលពោពេញទៅដោយកំអែលភ្នំភ្លើងមនុស្សម្នាក់នោះបានហៅយេយូថាលោកម្ចាស់យើងបានរកឃើញភ្នាក់ងារទេវភាពហើយក្រៅពីនេះខ្ញុំក៏បានឃើញអ្វីថ្មីដែរយេយូល្អណាស់ឯងបានរកឃើញល្បិចមួយទៀតហើយបាទចំពោះកន្លែងមួយនេះគឺវាមានឈ្មោះថាដែនដីដាច់ខានយេយូគេក៏បាននិយាយទៅដល់ឈ្មោះរបស់លិនឈីយេដោយសារតែជំរឿរបស់ឯងចឹងហើយមិនចាំបាច់ឲ្យនរណាម្នាក់ចេញពីភ្នំជាណានេះដោយនៅរស់នោះទេអ្វីទាំងអស់ឲ្យតែឯងខ្វល់យើងនឹងចាត់ការចោលទាំងអស់លុបបំបត្តិចោលទាំងអស់នៅពីក្រោយយេយូគឺជាអត្តទេពចំនួន3អង្គនៃសាសនាអត្តទេពបុរាណងាកមកកាន់អាម៉ាប់ឯនេះវិញកំពុងតែអ៊ីវសិនឈីងជូចុះពីភ្នំសិនឈីងជូក៏បានទន្ទិញពាក្យថាស្លាមអាម៉ាប់ក៏បានស្ដីឲ្យថាមនុស្សល្ងងគ្មានបេះដូងនៅតាមផ្លូវដែលរកលងខ្ញុំបានប្រើរបស់របរដូចជាយ៉ាវកងមានសមត្ថភាពក្នុងការ teleport ជួយប្អូនប្រុសរបស់លោកនិងក្មេងស្រីតូចម្នាក់នោះត្រឡប់ទៅកាន់ជំរំវិញឥឡូវនេះខ្ញុំអ៊ីវលោកអស់រយៈពេល7កន្លះម៉ោងហើយរឿងដំបូងដែលលោកនិយាយបែរជាថាខ្ញុំថតណាស់ទៅវិញសិនឈីងជូនៅតែទន្ទិញពាក្យថាស្លាមបន្ទាប់ពីខ្ញុំស្លាមមិនចាំបាច់បញ្ចុះខ្ញុំនៅក្នុងភ្នោនោះទេមិនចាំបាច់កប់នោះទេហើយក៏មិនចាំបាច់បញ្ចុះសពរបស់ខ្ញុំជាអ្នកការពាររាត្រីនោះឡើយគ្រាន់តែបោះខ្ញុំចូលទៅក្នុងសមុទ្រទៅគឺបានហើយពីព្រោះខ្ញុំគ្មានមុខទៅជួបគេនោះទេសិនឈីងជូក៏បានស្រមៃទៅដល់ប្អូនប្រុសរបស់គាត់អាម៉ាប់ឃើញបែបនេះណែកុំនិយាយពាក្យសយបែបនេះឲ្យសោះពេលនោះក៏មានអាវុធមួយវាប្រហារមកអាម៉ាប់ក៏ប្រើធម្មពលការពារផ្ទុះទាំងដរាបណាខ្ញុំនៅទីនេះខ្ញុំមិនឲ្យមានរឿងអីកើតឡើងចំពោះលបងនោះទេមនុស្សម្នាក់នោះគេបាន flicker ទៅយ៉ាងលឿនចាត់ការទៅកាន់សិនឈីងជូចំពោះគេម្នាក់ហ្នឹងគឺគេស្ថិតនៅក្នុងកម្រិតឈីកំពូលដែលជាកម្រិតអាងតឹងគេប្រើអាវុធរបស់គេជាច្រើនសម្ដៅទៅកាន់សិនឈីងជូប៉ុន្តែអាម៉ាប់ក៏បានប្រើខែលការពាររួចហើយប្រើខ្សែមួយចាប់ជើងគេជាប់គេប្រើកំបិតទៅកាន់ប៉ុន្តែវាស្វិតខ្លាំងមែនទែនគេប្រើជើងទាញអាម៉ាប់ឲ្យចូលមកដំឡើងអាវុធនៅលើជើងប៉ុន្តែអាម៉ាប់ក៏បានប្រើយ៉ាវកងរបស់គេដើម្បីការពារប្រើដាវទាំង3000វាប្រហារទៅកាន់ឃាតករម្នាក់នេះគេក៏បានប្រើព្យុះដើម្បីទៅរារាំងផ្លែដាវរបស់អាម៉ាប់ប៉ុន្តែផ្លែដាវរបស់អាម៉ាប់ក៏បានបំបែកនៅព្យុះរបស់គេលោតកាប់មកដាវមកតែគេក៏អាចរារាំងបានប្រមូលផ្ដុំនៅធម្មពលរៀបនឹងវាប្រហារទៅបន្តក៏ស្រាប់តែជ្រុញពីខាងក្រោយបាត់ហើយសិនជីងជូជាអ្នកចាត់ការគេចាក់ទៅម្ដងបន្តិចរួចហើយបន្តនៅពាក្យសម្ដីរបស់គាត់មុននេះថាប៉ុន្តែប្រសិនបើយើងនៅរស់យើងនឹងបំផ្លាញពួកអាមានជំនឿលបដូចពួកឯងចោលឲ្យអស់ហើយបញ្ជូនពួកឯងទៅកំដរប្អូនប្រុសរបស់យើងឃាតករ2នាក់ទៀតគេក៏បានស្ទុះមកចាញ់មនុស្សពីការ2នាក់ពិតជាការម៉ាស់ទៅដល់សាសនាអត្តទេពបុរាណយើងពិតមែនដាវកោងរបស់គេកាប់ទៅកាន់អាម៉ាប៉ុន្តែក៏ត្រូវបានឈីយេមករារាំងតាន់ឈីយេប្រាប់ថាទុកកន្លែងនេះឲ្យគាត់សត្រូវនៅកន្លែងនោះគឺត្រូវបានគាត់លុបបំបាត់ចោលអស់ហើយពួកគេទាំង2នាក់ក៏បានថាឈីយេឯងហ៊ានលោតចូលរណ្ដៅកាន់តែច្រើនឯងក៏នឹងកាន់តែឆាប់ស្លាប់និយាយបដាឈីយេចាត់ការបដាឯងនិយាយចប់រនៅបើអញ្ចឹងហើយស្លាប់ទៅជាមួយនឹងគ្នាទៅពួកគេទាំង2នាក់ហ្នឹងឈីយេគឺបានចាត់ការត្រឹមតែមួយផ្លេតប៉ុណ្ណោះងាកមកកាន់លបងសិននេះវិញអស់កម្លាំងមែនតើហើយអាម៉ាប់ក៏ស្រែកទាំងបារម្ភគេក៏បានដោះខ្សែកដែលជាមរតករបស់គ្រួសារគេតែម្ដងវាគឺជាត្បូងនៃការរស់ឡើងមកវិញកម្រិតនៃដែនហាំខរបស់វាគឺលេខរៀងទី040គេមិនដែលដោះវាចេញពីខ្លួននោះទេតាំងពីក្មេងមកម្លេះវាមានអំណាចការពារនិងស្ដារជីវិតឡើងមកវិញហើយថែមទាំងអាចទប់ទល់នឹងការវាប្រហារព្រលឹងដោយមិនខ្វល់ពីកម្រិតរបស់គេបានទៀតផងមានត្បូងនៃការរស់ឡើងមកវិញនេះហើយគឺអាចរក្សាជីវិតរបស់គាត់បានហើយប្រហែលជាគាត់នឹងត្រូវកេងរយៈពេលកន្លះថ្ងៃនេះយើងត្រូវតែយកលបងសិនចុះពីភ្នំឲ្យបានឆាប់តាមដែលធ្វើទៅបានឈីយេក៏បានឲ្យអាម៉ាប់ទៅមុនទៅពីព្រោះគាត់ដឹងមានមនុស្សកំពុងតែមកតាមយើងនិយាយគ្នាឯងការពារលបងសិនទុករឿងដែលនៅសល់ឲ្យខ្ញុំមនុស្សម្នាក់នោះគេក៏បានដើរចេញមកឯងក៏គួរតែដឹងដែរមែនអត់អ្នកដែលធ្វើឲ្យពួកគេរងទងគឺដោយសារតែឯងអាម៉ាប់ក៏ប្រាប់ដែរឈីយេកុំស្ដាប់វាអីម្នាក់នោះគេក៏បានបន្តថាដរាមណាឲ្យតែឯងចូលរួមជាមួយនឹងពួកយើងរឿងរ៉ាវទាំងអស់គឺបញ្ចប់ត្រឹមនេះបានឬមួយក៏ឯងជាមនុស្សម្នាក់ដែលមិនខ្វល់ពីមនុស្សជុំវិញខ្លួនអាត្មានិយមណាឈីយេក៏បានសួរអាម៉ាប់តើស្គីរបស់គេនេះវាលឿនប៉ុណ្ណាទេអាម៉ាប់ក៏ប្រាប់ថាល្បឿនរបស់វាឲ្យតែអ្នកនៅក្រោមកម្រិតសមុទ្រគឺមិនអាចតាមទាន់នោះទេទោះបីជាពួកគេរត់ដល់បាក់ជើងទៀតក៏ដោយឈីយេក៏បានរុញអាម៉ាប់ឲ្យទៅក្នុងល្បឿនដ៏លឿនតែម្ដងអាម៉ាប់គេមិនចង់សុខចិត្តនោះទេក្រែងយើងនិយាយគ្នាឲ្យថាទៅជាមួយនឹងគ្នាឈីយេក៏បានបញ្ចេញឲ្យមូទៅការពារគេទៅក្នុងករណីអាសន្នបន្ទាន់គាត់ក៏បានកិនសាសនាអត្តទេពបុរាណគឺបានឡំពាត់កាន់កាប់ភ្នំជាណាននេះរួចទៅហើយដើម្បីធានាសុវត្ថិភាពមនុស្សគ្រប់គ្នាគាត់ត្រូវតែកម្ចាត់ពួកគេឲ្យអស់នេះគឺជាគ្រោះមហន្តរាយដែលកើតឡើងដោយសារតែគាត់មិនអនុញ្ញាតឲ្យនរណាគេម្នាក់រងទុក្ខទៀតនោះទេអ្នកណាដែលជាអ្នកបង្កបញ្ហាមួយនេះត្រូវតែសងនៅតម្លៃបន្ទាប់ពីប្រើសមត្ថភាពដើម្បីរកនិងកំណត់ទីតាំងរបស់មនុស្សដែលមកពីសាសនាអត្តទេពបុរាណគាត់ក៏បានធ្វើដំណើរទៅចាត់ការពួកគេម្ដងមួយដោយដំបូងគឺគាត់ធ្វើដំណើរទៅកាន់ទីតាំងនៃឡានភ្នំកំែភ្នំភ្លើងជួបមនុស្ស2នាក់គេបានបោះសម្ដីថាខ្ញុំមិនគិតនោះទេថាឯងមកដោយខ្លួនឯងបែបនេះការកម្ចាត់ឯងបានវាគឺជាសមិទ្ធផលដ៏អស្ចារ្យមួយលោកម្ចាស់យេយូប្រកាសជាពេញចិត្តជាមិនខានឈីយេក៏បានលោតកាប់ទៅប៉ុន្តែក៏ត្រូវបានបរិសម្នាក់ដែលរាងកាយរបស់គេគឺអាចផ្លាស់ប្ដូរទៅជាលោហៈពណ៌ប្រាក់បានលិនឈីយេឯងដូចជាបញ្ញាប់ណាស់បរិសដែលមាន
រាងកាយជាលោហៈមួយនេះគេគឺស្ថិតនៅក្នុងកម្រិតទន្លេមានឈ្មោះថា Yin Feng តែមិនបាច់ស្គាល់ឈ្មោះក៏បានដែរពេលនោះគេក៏បានប្រើសមត្ថភាពពីអាណាចក្រហាំខរបស់គេដោយរាងកាយទាំងមូលគឺបានផ្លាស់ប្ដូរទៅជាលោហៈដាក់ម្ដាយទៅឈីយេឡើងប៉ើងគេស្ទុះទៅម្ដងទៀតឈីយេក៏បានប្រើការហូរច្រោះដ៏ខ្មៅងងឹតបំផុតលោតគេចទៅខាងក្រោយកាប់ម្ដាយទៅតែដៅរបស់ឈីយេឡើងផ្លាតឡើងមកវិញគេបានសើចរួចហើយក៏បានម៉ាត់យកឈីយេយកដៅទៅរងតម្រូវគាត់លោតចេញហើយកណ្ដាប់ដៃរបស់គេនឹងគឺពិតជាធ្ងន់ខ្លាំងមែនទែនខណៈពេលដៃម្នាក់ទៀតគឺបានប្រើស្នៀតពីអាណាចក្រហាំខរបស់គេវាប្រហារមកកាន់ឈីយេចំពោះអាណាចក្រហាំខរបស់គេគឺជាអាប់នៃផ្លែកំបិនរលោងកំទីនៃផ្លែកំបិតជាច្រើនវាប្រហារចេញទៅឈីយេក៏លោតគេចផុនចំហាយដែលនៅសល់គឺបានកាត់នៅដុំថ្មមួយនេះមើលទៅវាពិតជាមុតខ្លាំងមែនទែនភ្នាក់ងារអាតទេមគឺពិតជាមិនងាយស្រួលចាត់ការពិតមែនប្រហែលជាខ្ញុំត្រូវប្រឹងប្រែងបន្ថែមទៀតហើយគេប្រើអាប់ផ្លែកំបិតរបស់គេជាច្រើនវាប្រហារទៅខណៈពេលដែលបរោះរាងកាយដៃនោះស្ទុះទៅដូចគ្នាផងដែរឈីយេក៏បានប្រើដុំគូមឲ្យកំណត់ទៅកាន់ប្រូរាងកាយដៃហ្នឹងនៅក្រោមដីទៅដើម្បីគេចផុតពីស្ថានភាពលំបាកនេះត្រូវតែចាត់ការគេចោលដុំគូបក៏បានប្រាប់ដែរថាអាប៉ែនេះគឺកម្លាំងរបស់គេកើនឡើងខ្លាំងមែនទែនលោកម្ចាស់បញ្ញាប់ឡើងហើយឈីយេគឺប្រើត្រឹមតែមួយស្នៀតនោះទេចាត់ការទៅកាន់ប្រូដែលបានប្រើនៅអាប់ផ្លែកំបិតហ្នឹងបានយ៉ាងងាយស្រួលដើរមកប្រូដែលមានរាងកាយលោហៈនេះគេផុសចេញនៅដៃមករៀបនឹងងើបមកតែឈីយេបានដោតដាវចុះទៅក្រោមបែកផ្លែអលឹករបស់គេបាត់ទៅហើយប្រសិនបើពួកឯងមកដោយសារតែខ្ញុំចឹងខ្ញុំនឹងសម្លាប់ពួកឯងដោយដៃរបស់ខ្ញុំផ្ទាល់ឈីយេក៏បានទៅដល់កន្លែងមួយទៀតប៉ុន្តែចំពោះទស្សនវិជ្ជាត្រង់នេះគឺបង្ហាញអំពីឈីយេប្រយុទ្ធនៅកន្លែងផ្សេងគ្នានោះទេប៉ុន្តែគ្រាន់តែគេបង្ហាញឲ្យយើងបានដឹងពីការចាត់ការទៅកាន់អ្នកមានជំនឿនៃសាសនាអតីតបុរាណហ្នឹងគឺបានបញ្ចប់ទៅក្នុងល្បឿនដ៏លឿនពួកគេនៅពេលដែលបានឃើញថាលីនឈីយេគឺមកតែម្នាក់ឯងគឺស្ទុះទៅចាត់ការតែម្ដងប៉ុន្តែសម្រាប់ឈីយេវិញពួកអាសម្រាមទស្សនវិជ្ជាក៏បានបង្ហាញឈីយេធ្វើការចាត់ការដោយមោះមុនមិនខ្វល់ថាម្នាក់ពីរនាក់ឬក៏3នាក់ឬក៏4នាក់នោះទេសិតតែត្រូវបានឈីយេសម្លេះចោលទាំងអស់ក្នុងទស្សនវិជ្ជាទីតាំងផ្សេងគ្នាប៉ុន្តែជាលទ្ធផលឈីយេបានសម្លេះពួកមនុស្សដែលជាអ្នកមានជំនឿពីសាសនាអតីតបុរាណចោលដីរណុករណែលពេញនឹងអ្វីដែលពួកឯងបានបង្កឡើងយើងបកលឲ្យវិញទាំងអស់យេយូណាវិញឈីយេខ្ញុំពិតជាចង់ជួបឯងណាស់នៅខាងអាម៉ាប់ដែលកំពុងតែរនក៏ស្រាប់តែរាងកាយរបស់អប៉ែមួយដែលត្រូវបានឈីយេចាត់ការមកនោះគេក៏បានងើបមកម្ដងទៀតអាម៉ាប់ក៏ភ្ញាក់ផ្អើលដែរក្រែងឈីយេមិនបានចាត់ការគេហើយទេខ្មោចលងមែនទេមូក៏បានបង្ហាញខ្លួនជួយការពារទៅដល់អាម៉ាប់ប៉ុន្តែមើលទៅកម្លាំងរបស់គេគឺពិតជាខ្លាំងមែនទែនគ្រាន់តែច្របាច់បន្តិចប៉ុណ្ណោះមូគឺត្រូវបានបែកខ្ទេញហាមពលដែលរៀបនឹងវាប្រហារទៅកាន់អាម៉ាប់ម្ដងទៀតឈីយេក៏បានមករារាំងឲ្យតាន់ដោយតាមពិតវាជារាងកាយក្លូនរបស់យេយូនឹងឯងលីនឈីយេឯងពិតជាបានសម្លាប់រាល់កន្លែងដែលឯងឆ្លងកាត់នៅលើភ្នំជាណានពិតមែនឈីយេក៏បានស្ដីឲ្យគេថាបើមានរឿងអីមករកយើងតែផ្ទាល់មករកឯងអញ្ចឹងតើទៅនិយាយគ្នានៅកន្លែងផ្សេងទីតាំងដែលឈីយេបានចូលវាក៏បានផ្ទុះរួចហើយទាំងឈីយេហើយនិងអាម៉ាំក៏បានធ្លាក់ចុះទៅខាងក្រោមដែលជាជម្រៅមួយវាគឺជាដែនដីដាច់ខាតដែលយើងបានឃើញនៅអាដើមភាគហ្នឹងឯងគ្រាន់តែចុះមកភ្លាមសតែបន្លាថ្មអាម៉ាប្រើដាវទៅកំទេចខ្ទេញមើលទៅឃើញស្អីគេដុំសាច់អីធំម្ល៉េះវាជាអ្វីមនុស្សម្នាក់ដែលរងចាំនៅទីនេះគេក៏បានក្រោកឡើងគេគឺមានឈ្មោះថាម៉ាធានីតំណែងអាសនៈទី14នៃអ្នកមានជំនឿក្នុងសាសនាអតីតបុរាណកម្រិតរបស់គេគឺជាកម្រិតសមុនទីបំផុតមកដល់ហើយយេយូក៏បានដើរចេញមកជាមួយនឹងគ្នាគេ4នាក់បន្តពិធីសម្ពោធរបស់ឯងទៅកុំធ្វើឲ្យភ្ញៀវរបស់យើងពិបាកអីណាយេយូគេក៏បានណែនាំថាគេម្នាក់ហ្នឹងគឺជាអ្នកមានជំនឿអាសនៈទី14កម្រិតសមុទ្រផងដែរស្វាគមន៍ឈីយេមកកាន់ទីនេះឈីយេគាត់ក៏បារម្ភដែរព្រោះមានកម្រិតសមុទ្ររហូតដល់2នាក់លើពីនេះគឺមានធម្មពលនៅក្នុងឡានភ្នំនេះគឺខ្លាំងមែនទែនគាត់មានអារម្មណ៍ដូចជាអ្វីមួយខុសយេយូខ្ញុំឯងមិនចង់និយាយជាមួយនឹងខ្ញុំទេចិត្តអស់ពេលហើយអាវុធចុងក្រោយរបស់ខ្ញុំនឹងមកដល់ឆាប់នេះហើយវាចិត្តរួចរាល់ហើយគ្រាន់តែគេចាប់ផ្ដើមសកម្មភ្លាមទស្សនវិជ្ជានៃភ្នំទាំងមូលគឺរញ្ជួយតែម្ដងសូម្បីតែជំរំសម្រាប់សង្គ្រោះជនរងគ្រោះហ្នឹងក៏វារញ្ជួយដែរឈីយេគឺអាចដឹងថានៅពេលដែលធម្មពលនៅខាងក្នុងបញ្ចេញមកវាប្រកាសជាខ្លាំងមិននឹងស្មានដល់នោះទេហើយក៏បានសួរតើលោកចង់បំផ្លាញភ្នំជីណានេះចោលតើមែនទេយេយូក៏តបថាត្រូវហើយគ្មាននរណាគេម្នាក់ក្នុងចំណោមពួកឯងអាចចេញពីភ្នំនេះបាននោះទេលុះត្រាតែឯងចូលរួមជាមួយនឹងយើងហើយក៏ឲ្យមិត្តសម្លាញ់របស់ឯងទទួលយកកងត្រាព្រលឹងដែលយើងបានដាក់ហើយនេះគឺជាឱកាសចុងក្រោយរបស់ឯងឈីយេក៏ភ្ញាក់ផ្អើលជាមួយនឹងកងត្រាព្រលឹងក្នុងនាមជាព្រឹទ្ធាចារ្យម្នាក់ក្នុងចំណោមព្រឹទ្ធាចារ្យទាំង3នៃសាសនាអតីតបុរាណមានចំណុច2ដែលជាចំណុចខ្លាំងដាច់ខាតរបស់យេយូទី1ហេតុអ្វីបានជាគេអាចរារាំងយួនកាំងដែលនៅក្នុងកម្រិតសមុទ្របានខណៈពេលដែលគេអាចបង្ហាញខ្លួននៅចំពោះមុខឈីយេបានដូចគ្នាដែរដោយសារតែរាងកាយទាំងពីរនេះគឺគ្រាន់តែជារាងកាយក្លូនរបស់គេតែប៉ុណ្ណោះហើយចំពោះរាងកាយពិតរបស់គេវិញកំពុងតែបលែងលេងជាមួយនឹងក្រុមការពាររាត្រីលេខរៀងទី002ដូច្នេះយើងបានឈានដល់កម្រិត Kerlayin រួចទៅហើយចំពោះពាក្យថា Kerlayin កម្រិតមួយនេះប្រែជាភាសាខ្មែរប្រែមិនចេញនោះទេអ្នកនរគ្នាពីព្រោះអ្នកនិពន្ធគឺគេដាក់ឈ្មោះកម្រិតមួយនេះទៅតាមគណិតវិទ្យានិងរូបវិទ្យាដែលមកពីពាក្យថា Klein Bottle ចាំមិនមានដាក់រូបហ្នឹងឲ្យមើលគ្រាន់តែកម្រិតមួយនេះគឺវាបញ្ជាក់ថាថាមពល
របស់មនុស្សម្នាក់មិនមែនត្រឹមតែជាទន្លេឬក៏សមុទ្រទេប៉ុន្តែគឺវាវិលជុំមិនចេះអស់នោះទេថាមពលរបស់ពួកគេត្រូវបានបញ្ជូនជាមួយនឹងច្បាប់នៃសកលលោកយ៉ាងស្អិតរមួនរហូតដល់ពួកគេអាចប្រើថាមពលដោយគ្មានដែនកំណត់ដោយសារតែយេយូគេបានឈានដល់កម្រិត Kerlion Realm នេះហើយជាហេតុដែលគេអាចប្រើប្រាស់នៅរាងកាយក្លូនពីរក្នុងពេលតែមួយបានដែលរាងកាយក្លូនរបស់គេនឹងគឺអាចប្រើនៅក្នុងកម្រិតសមុទ្របានទៀតនេះគឺជាកម្លាំងដាច់ខាតមួយរបស់យេយូហើយមួយទៀតវាគឺជាកងត្រាព្រលឹងដែលគេទទួលបានអំណោយពីទេពធីតា Hela ចំពោះអ្នកដែលមិនទាន់បានដឹងគឺទេពធីតា Hela ឬក៏ពនាង Hela បើអ្នកទាំងគ្នាជាអ្នកទស្សនាសាច់រឿង Marvel Adventure Hela គឺជាបងស្រីរបស់ធរអាទិទេពរន្ទះ Hela នាងក៏អាចនិយាយបានថាជាអាទិទេពនៃសេចក្តីស្លាប់នៅរាល់ពេលដែលយេយូបានដាំនៅកងត្រាព្រលឹងទៅលើរាងកាយមនុស្សម្នាក់ពួកគេនឹងចោះចូលជាមួយនឹងយេយូដូចជាឆ្កែដ៏ស្មោះត្រង់ម្នាក់អញ្ចឹងយ៉ាងម៉េចហើយឯងសម្រេចចិត្តហើយឬនៅអាម៉ាប់អូអាក្រក់ណាស់ខ្ញុំមិនធ្វើវានោះទេចុះបើយើងធ្វើការជ្រើសរើសសម្រាប់ឯងវិញយ៉ាងម៉េចដែរគេក៏បានប្រើកូនចៅរបស់គេ3នាក់ទៅចាត់ការប៉ុន្តែនៅខណៈពេលដែលឈីយេកំពុងតែទប់ទល់អស់ពីម្នាក់ទៅម្នាក់ស្រាប់តែងាកទៅមកខាងហ្នឹងគឺពួកគេបានភ្ជុងទៅកាន់អាម៉ាប់បាត់ទៅហើយយេយូគេក៏បានមកប៉ុន្តែមុនពេលដែលយើងសម្លាប់ឯងឲ្យយើងចូលមើលទៅក្នុងជំរៅនៃព្រលឹងរបស់ឯងមើលស្វែងយល់ពីអាចកំបាំងដែលឯងអាចស្នងតំណែងរបស់អាទិទេពចំនួន2គេបានចាប់ឈីយេជាប់ជំរៅនៃព្រលឹងត្រូវហើយលីនឈីយេព្រលឹងរបស់ឯងគឺជារបស់យើងហើយឈីយេមើលទៅដូចជាមិនខ្លាចនោះទេប៉ុន្តែធ្វើពើជានិយាយទៅហ៎អញ្ចឹងវាប្រកាសជាគួរខ្លាចហើយយេយូក៏បានចូលទៅក្នុងព្រលឹងរបស់ឈីយេតែម្ដងទស្សនវិជ្ជាក៏បានបង្ហាញនៅពេលដែលយេយូគេបានចូលមកទាំងភាពរីករាយប៉ុន្តែអ្វីដែលគេបានឃើញមិនបានជានៅក្នុងជំរៅនៃព្រលឹងរបស់ឈីយេបែរជាអាគារមួយទៅវិញប្រឹងមើលបន្តិចឃើញឈីយេកំពុងតែអង្គុយរងចាំជាស្រេចគេភ្ញាក់ផ្អើលខ្លាំងមែនទែនឈីយេបានស្រែកថាឡើងមកមិនចាំបាច់ឲ្យគេឡើងខ្លួនឯងនោះទេស្របទៅតែម្ដងអានឈ្មោះអាគារនៅក្នុងជំរៅព្រលឹងរបស់ឈីយេវាគឺជាមន្ទីរពេទ្យព្យាបាលផ្លូវចិត្តរបស់អាទិទេពគួរឲ្យចាប់អារម្មណ៍ណាស់ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់យើងបដូរចិត្តហើយរងចាំរហូតដល់រាងកាយពិតរបស់យើងមកដើម្បីបង្ហាញអាចកំបាំងរបស់ឯងទៅផ្ទាល់គេចង់ចាក់ចេញប៉ុន្តែមកដល់ផ្ទះគេហើយគេមិនឲ្យចាក់ចេញទៅមកជើងម៉ាំងផ្លោងចូលទៅក្នុងផ្លាស់ប្ដូរសម្លៀកបំពាក់ជាអ្នកជំងឺរួចជាស្រេចពេញពីងត្បាញព្រលឹងក៏បានមកលោកក៏ជាកម្មករកុមារដែលត្រូវបានបោកបញ្ឆោតដោយលោកម្ចាស់បេះដូងខ្មៅនឹងដែរហ្នឹងហើយហៅឈីយេសិតតែបេះដូងខ្មៅមិត្តភ័ក្តិរបស់ឈីយេដាក់ក្បាលមកអំបោះចំណូលចិត្តរបស់ឈីយេឥឡូវកាន់តែអាក្រក់ទៅហើយណែចាប់ពីពេលនេះតទៅការងាររបស់ឯងគឺជាការសម្អាតប្រគុណធ្វើការបានល្អណាស់បើមិនចឹងទេដឹងតែត្រូវរបស់យើងហើយនេះគឺស៊ឺអង្គុយមកខាងកំពុងតែប៉ាក់ខោអាវរួចជាស្រេចត្រៀមឲ្យបុគ្គលិកថ្មីគាត់បានហៅឈ្មោះពិតរបស់យេយូតែម្ដងនីវមកនេះឯងចូលចិត្តស្លៀកសម្លៀកបំពាក់ដែលយាយប៉ាក់ឲ្យដែរទេយេយូគេឆ្ងល់មែនតើមិនបានជាស្គាល់ឈ្មោះពិតរបស់គេឈីយេក៏បានស្វាគមន៍មកកាន់មន្ទីរពេទ្យព្យាបាលផ្លូវចិត្តរបស់គាត់យេយូបញ្ចេញដាវមករៀបវាប្រហារទៅកាន់ឈីយេប៉ុន្តែឈីយេមិនតាំងកម្រើខ្លួនផងដាវនឹងក៏បានចូលក្នុងខ្លួនគេវិញទៅទស្សនវិជ្ជាបានបង្ហាញឈីយេឡើងធំដូចជាកំណាចមែនតើនៅក្នុងមន្ទីរពេទ្យរបស់យើងហើយចង់ធ្វើបាបយើងទៀតយេយូគេពិតជាមិនយល់នោះទេតែមានអីកើតឡើងឲ្យពិតប្រាកដនេះគឺស៊ឺក៏បាននិយាយថាណាទូស៊ឺគេធ្វើបាបកូនមើលឲ្យម៉ាក់មើលតិចមើលចាប់យេយូលើកទៅឡើងតូចមួយយេយូគេក៏បានដឹងដែរថាព្រលឹងរបស់គេត្រូវបាននេះគឺស៊ឺលេបតបាមើលលេនក៏បានចេញមកលោកម្ចាស់ហាបើឲ្យគេស្លាប់ទៅបែបនេះដូចជាខ្ជះខ្ជាយណាស់ហើយអ្វីបានជាមិនឲ្យគេមកខ្ញុំមកបាទត្រូវប៉ាន់តែម្ដងចូលកន្លែងពិសោធន៍របស់មើលលេនបន្ទាប់ពីធ្វើការប្រវល់ឡើងចង់បែកក្អួនអញ្ចឹងនេះគឺជារាងកាយក្លូនរាងកាយពិតមួយមានរាងកាយក្លូន2ប៉ុន្តែព្រលឹងគឺដូចគ្នាគួរឲ្យចាប់អារម្មណ៍តែពិតមើលលេនគឺហៅឈីយេជាលោកប្រធានប៉ុន្តែមានចូលចិត្តហៅលោកម្ចាស់ជាងមើលលេនក៏បានសួរទៅកាន់ឈីយេលោកម្ចាស់ប្រហែលជាយើងអាចចាប់ផ្ដើមការពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍មួយយើងគួរតែថែមអីបន្តិចបន្តួចទៅក្នុងព្រលឹងរបស់គេទៅដោយការចាក់ព្រលឹងផ្សេងទៀតតើវាមានឥទ្ធិពលដែរទេថាមិនត្រូវអាចនឹងបំបែកនៅបុគ្គលិកលក្ខណៈរបស់គេតើលោកម្ចាស់គិតយ៉ាងណាបដូរគេឲ្យទៅជាមនុស្សវិកលចរិតមានអីល្អតែបន្តមកដំណក់ទៅយេយូគឺស្រែកទាំងការឈឺចាំបន្តមកឈីយេក៏បាននាំនីគឺស៊ឺលំហែនៅបរិយាកាសខាងក្រៅគាត់បាននិយាយថាឋានៈទូស៊ឺមើលទៅហាក់ដូចជាពិភពខាងក្រៅមានគ្រោះថ្នាក់ណាស់កុំបារម្ភអីកូនប្រុសបើសិនជាកូនត្រូវការម៉ាក់អាចទៅជួយកូនបានមើលលីនក៏បានមកដល់ការពិសោធន៍បានបញ្ចប់ហើយឥឡូវនេះព្រលឹងរបស់គេអាចមានឥទ្ធិពលគ្នាទៅវិញទៅមកឈីយេក៏បានសួរតើលោកចាក់ព្រលឹងប្រភេទណាទៅក្នុងព្រលឹងរបស់គេទៅអាប៉ែនេះវាដូចជាអ៊ូអាប់ពេញចឹងហើយខ្ញុំក៏ចាក់ព្រលឹងមួយដែលរស់រវើកជាងមុនឲ្យគេបន្តិចទៅហើយនេះបន្ទាប់ពីធ្វើការពិសោធន៍ហើយយេយូគឺបានប្រែទៅជាកូនឆ្កែមួយដ៏ខ្ជូនអត់បាត់ទេហាចំណងបូកវ៉ាត់កហ្នឹងយ៉ាងម៉េចដែរតើគេមើលមករស់រាយជាងមុនអត់លោកម្ចាស់លេងជាមួយនឹងគេបន្តិចទៅឈីយេក៏បានប្លែងលេងហើយទាញទូរស័ព្ទមកថតរូប selfie មួយទុកទៀតនៅខាងក្រៅឯនេះវិញអាម៉ាប់គឺកំពុងតែប្រយុទ្ធយ៉ាងស្វិតស្វាញដេញឲ្យពួកអាឡបលយកនឹងចេញទៅបន្ទាប់ពីចាត់ការទៅកាន់ម្នាក់នេះរួចហើយមើលទៅកាន់យេយូគេបានដឹងខ្លួនមុនគេក៏បានស្រែកឈីយេប្រយ័ត្នគេដឹងខ្លួនហើយឈីយេក៏បានភ្ញាក់ឡើងនិងញញឹមតែម្ដងមើលទឹកមុខរបស់យេយូដំបូងគឺថា
មុំប្រហែលជាចិត្តអាក្រក់ដូចមុនណាប៉ុន្តែជាយេឲ្យអង្គុយចុះគេក៏ប្រែច្រឹងដូចជាកូនឆ្កែដ៏ cute មួយជាយេសួរតាមម៉ាប់មិនអីនោះទេចំពោះម៉ាប់គឺមិនអីនោះទេក៏ឆ្ងល់ថាមិនបានជាគេសុកប្រែទៅជាឆ្កែបែបនេះកំឡិតខ្ញុំអត់ចូលចិត្តក៏ខ្វក់នោះទេជាយេចាំបកស្រាយនៅពេលក្រោយរឿងសំខាន់បំផុតឥឡូវនេះគឺជួយលបងសិនឲ្យចេញផុតពីភ្នំនេះសិនស្រាប់តែធម្មពលនៃពិធីរបស់ពួកគេហ្នឹងក៏បានដំណើរការជាយេគឺអាចដឹងថាធម្មពលនៅខាងក្នុងវាផ្ទុះឡើងរៀបនឹងដល់កម្រិតសមុទ្រហើយបន្ទាប់ពីវាបញ្ចំដុំនៅខាងលើក៏បានធ្លាក់ចូលក្នុងកំឯភ្នំភ្លើងហោះចេញឡើងនៅក្បាលរបស់នាគភ្លើងមួយតើនេះគឺជាអាវុធចុងក្រោយដែលកំទេចភ្នំជាណានតាមមែនទេគ្រាន់តែនាគភ្លើងមួយនេះបង្ហាញខ្លួនភ្លាមវាបានព្រុសភ្លើងមកសម្ដៅមកកាន់ជាយេយូលោតទៅការពារម្ចាស់រងជាមួយនឹងដុំភ្លើងមួយនឹងខ្ទេចខ្ទីអស់នៅសល់តែកំទេចក្អែប៉ុណ្ណោះខណៈពេលដែលស្ថានភាពមិនដឹងជាយ៉ាងណាបន្តទៀតសាច់រឿងរបស់យើងនៅក្នុងភាគទី6ក៏បានស្លេះត្រឹមតែប៉ុណ្ណឹងបើសិនបើគ្នាយើងចូលចិត្តកុំភ្លេចជួយចុច like និង subscribe ឲ្យ channel របស់ admin ម្នាក់មួយផងណា admin មិនដឹងថាផុសនៅលើ channel មួយណានោះទេបើឃើញមិនទាន់ sub នោះទេកុំភ្លេចជួយចុច subscribe អរគុណច្រើនយើងចាំជួបគ្នានៅវីដេអូក្រោយ